នៅក្នុងស្រែរបស់ពុកម៉ែបងប្អូនគឺមានពូជលីច្រើនជាកត្តាមួយដែលធ្វើឲ្យស្រែរបស់ពុកម៉ែបងប្អូនក៏ដូចជាស្រូវរបស់ពុកម៉ែបងប្អូនគឺធ្លាក់ថ្លៃផងដែរនេះគឺជាកត្តាសំខាន់មួយដែលធ្វើឲ្យស្រូវពុកម៉ែបងប្អូនធ្លាក់លេខឬក៏ធ្លាក់តម្លៃគឺពាក់ព័ន្ធជាមួយនឹងការកើតសង្ហែដែលវាដុះនៅក្នុងស្រែហើយសង្ហែនេះដែរគឺវាធ្វើឲ្យស្រែរបស់ពុកម៉ែបងប្អូនធ្លាក់នៅគុណភាពស្រូវហើយបើសិនជាវាមានសង្ហែច្រើនគឺស្រូវរបស់ពុកម៉ែបងប្អូនគឺអត់សូវទទួលបានផលក៏ដូចជាអត់សូវល្អប្រហែលទេដោយសារតែប្រភេទសង្ហែនេះគឺជាប្រភេទស្មៅមួយដែលវាលូតលាស់លឿនខ្លាំងមែនទែននៅក្នុងស្រែរបស់ពុកម៉ែបងប្អូនបើសិនជាយល់ល្អពុកម៉ែបងប្អូនអាចបើឃើញមួយដើមពីរដើមឬក៏មួយគុម្ពពីរគុម្ពគឺសូមពុកម៉ែបងប្អូនព្យាយាមកាត់វាចោលច្រូតវាចោលឬក៏ដកវាចោលបើសិនបើយើងគ្រប់គ្រងប្រភេទសង្ហែនេះបានល្អគឺស្រូវរបស់យើងក៏ទទួលបានផលល្អទៅតាមនោះដែរហើយចំពោះតម្លៃគឺវាទទួលបានតម្លៃល្អនិងស្រួលក្នុងការលក់ផងដែរហើយកត្តាមួយចំនួនទៀតគឺពាក់ព័ន្ធជាមួយនឹងការលាយពូជនៅក្នុងស្រែមានន័យថានៅក្នុងស្រែរបស់ពុកម៉ែបងប្អូនគឺមានពូជលាយច្រើនមានន័យថាមួយក្តាប់អញ្ចឹងទៅឃើញមានស្រូវលាយ2 3 4 5 6គ្រាប់អញ្ចឹងទៅអានេះក៏ជាកត្តាមួយដែលធ្វើឲ្យស្រែរបស់ពុកម៉ែបងប្អូនក៏ដូចជាស្រូវរបស់ពុកម៉ែបងប្អូនគឺធ្លាក់ថ្លៃផងដែរហើយកត្តាមួយចំនួនទៀតគឺពាក់ព័ន្ធជាមួយនឹងស្រូវរបស់ពុកម៉ែបងប្អូនគឺអាចថាយើងច្រូតទាំងស្រូវនៅខៀវអញ្ចឹងបងប្អូននៅពេលដែលយើងច្រូតទៅគឺឃើញស្រូវខៀវអាហ្នឹងក៏ជាកត្តាមួយដែលធ្វើឲ្យស្រូវធ្លាក់ថ្លៃផងដែរមួយទៀតគឺពាក់ព័ន្ធជាមួយនឹងស្រូវរបស់យើងសើមទឹកវាជាកត្តាសំខាន់មួយដែលធ្វើឲ្យឈ្មួញក៏ដូចជារោងម៉ាស៊ីនគឺគេទម្លាក់នៅតម្លៃស្រូវរបស់ពុកម៉ែបងប្អូនផងដែរអញ្ចឹងសូមពុកម៉ែបងប្អូនព្យាយាមថែស្រែឲ្យបានល្អដោយព្យាយាមកម្ចាត់នៅពពួកសង្ហែចោលបើសិនជាមានមួយគុម្ពពីរគុម្ពនៅក្នុងស្រែហើយឆ្នាំក្រោយគឺវាមានដុះមកច្រើនទៀតអញ្ចឹងវាជាកត្តាមួយដែលធ្វើឲ្យទិន្នផលស្រូវទាបហើយទទួលបានតម្លៃទាបផងដែរនេះគឺជាប្រភេទស្រូវលីនៅក្នុងស្រែដែលខ្ញុំបានលើកឡើងមិញហ្នឹងគឺនៅក្នុងស្រែរបស់យើងគឺវាមានប្រភេទលីមួយគុម្ពអញ្ចឹងណានៅពេលដែលវាមានលីនៅក្នុងស្រែគឺវាធ្វើឲ្យស្រូវរបស់យើងហ្នឹងអាចនឹងធ្លាក់លេខពីលេខ1ទៅដល់លេខ2ឬក៏អាចនឹងចាប់ឆាយក៏ថាបានដែរអានឹងវាជាកត្តាសំខាន់មួយដែលធ្វើឲ្យស្រូវធ្លាក់ថ្លៃក៏ដូចជាឈ្មួញក៏អត់ចង់ទិញស្រូវដែលមានសង្ហែក៏ដូចជាមានពូជលីចាប់ឆាយដែរប្រភេទសង្ហែនេះគឺលេងសាច់អត់បានទេទុកវាឃើញវាតែមួយគុម្ពពីរគុម្ពតែយើងហ៊ានអត់កម្ចាត់វាគឺដឹងថាវារីករាលដាលវាធ្វើឲ្យស្រែរបស់យើងហ្នឹងសុទ្ធតែសង្ហែហើយធ្វើស្រូវក៏អត់សូវកើតមួយទៀតគឺស្រូវរបស់យើងគឺទទួលបានតម្លៃទាបដោយសារតែប្រភេទពួកហ្នឹងអញ្ចឹងសារផ្ដាំពីខ្ញុំគឺសូមឲ្យពុកម៉ែបងប្អូននៅពេលដែលឃើញវាមួយគុម្ពពីរគុម្ពគឺព្យាយាមកាត់វាចោលឲ្យអស់ដើម្បីឲ្យស្រូវរបស់យើងគឺមើលទៅគឺសុទ្ធល្អ